កម្ពុជាជាពិសេសដេកចូលសែនស្គាល់ច្បាស់ណាស់អំពីយុទ្ធសាស្ត្រសង្គ្រាមខ្ញុំធ្លាប់យន្តហោះអាមេរិកវៀតណាមខាងត្បូងដេញបាញ់តែធ្វើខ្ញុំអត់បានទេខ្ញុំក៏ធ្លាប់បញ្ជាលើកម្លាំងប្រអាវុធកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រីពេលនោះយើងមានមិច21ប៊ីសរាប់សិបគ្រឿងប៉ុន្តែយើងមិនដែលយកមិចទៅវាយកន្លែងណាមួយទេផ្ទុយទៅវិញមួយឆ្នាំត្រូវឲ្យវា380តោនមួយឆ្នាំយន្តហោះមួយគ្រឿងត្រូវឲ្យប្រេង380តោនដើម្បីការវឹកហាត់ក្រោយមកខ្ញុំកាត់ទុកឲ្យនៅតែ280តោននេះកាត់100តោនចេញអញ្ចឹងឥឡូវកម្ពុជាអត់មានប្រើយន្តហោះសម្រាប់ការច្បាំងនឹងនេះប៉ុន្តែកម្ពុជាមានសំណាញ់មេឃប៉ុន្តែពួកអាល្ងងមួយចំនួនវាអត់ស្គាល់សំណាញ់មេឃស្អីទេវាថាស្អីធ្វើសំណាញ់មេឃគ្របទៅពីក្រោមទៅយន្តហោះកាលណាឲ្យហោះពីលើខ្ពស់ឲ្យធ្វើអីឲ្យអត់បាត់ទេប៉ុន្តែចង់ធ្វើអីឯងត្រូវតែដាំក្បាលចុះពេលដែលដាំក្បាលចុះអានឹងទៅពីខាងក្រោមរាប់ពាន់រាប់ម៉ឺនគ្រាប់រាប់សែនគ្រាប់ងាយអីមិនទៅខ្លះអញ្ចឹងបានសង្គ្រាមទោលដែនអត់ដែលប្រើយន្តហោះមកវាយទេcòn tờ chấm liệt chung hay lâu ní Campuchia miền bộ phết ca pia ca giang là họp ở sao tại giờ ai xa là bom bánh sai sắp cửa lô tơ một hàng trường ai bánh từ rui bàn tay trong kết thả bộ phết ở tầng ní mình chăm bánh thì